មែនតើទៅអត់តន់ស្គាល់ម៉ាក Royal Enfield ហ្នឹងឯងប៉ុន្តែដល់ពេលហើយខ្ញុំពិភាក្សាមួយមិត្តរួមការងារទៅតែមកមើលម៉ូតូ Royal Enfield មើលម៉ូតូនេះល្អ brand ពីអង់គ្លេសមកទៅមើលទៅក៏តាក់ភ្នែកស្រឡាញ់តែម្ដងអូបើនិយាយពីជិះតាមផ្លូវវិញពេលទិញដំបូងហ្មងគេមើលគ្រប់គ្នាកន្លែងទៅឃើញគេងាកមើលទុំប៉ុន្មានថ្ងៃមុនចូលឆ្នាំនេះជិះតាមផ្លូវក្មេងជិះចិត្តថាអូម៉ូតូ Royal Enfield លយចាំមើលមានលុយទិញជិះដែរជំរាបសួរខ្ញុំបាទឈ្មោះព្រំលីហួរសប្តាហ៍ជាសាស្ត្រាចារ្យមួយរូបនៅវិទ្យាល័យឯកជនមួយនៅក្នុងរាជធានីភ្នំពេញជាទូទៅគេយល់ឃើញថាការប្រើប្រាស់ម៉ូតូធំគឺគេសម្រាប់ជិះទៅខេត្តសម្រាប់ជិះទៅឆ្ងាយតែសម្រាប់ម៉ាក Royal Enfield Hunter នេះគឺវាពិសេសម្យ៉ាងគឺយើងអាចប្រើប្រាស់វាជាប្រចាំថ្ងៃបានមិនចាំបាច់តែទៅខេត្តទេគឺវាងាយស្រួលប្រើបើនិយាយពីចំណាប់អារម្មណ៍របស់ខ្ញុំរយៈពេល1ឆ្នាំនេះពេលដែលយើងជិះតាមដងផ្លូវពុកម៉ែបងប្អូនមួយចំនួនតែងតែមើលមកថាអូជិះម៉ូតូគេតែងតែសួរយើងថាម៉ូតូនេះតម្លៃប៉ុន្មានទិញនៅណាអញ្ចឹងទៅបាទនិយាយពីចំណុចពិសេសម៉ូតូនេះមានច្រើនឥឡូវខ្ញុំរាប់ត្រួសទី1ពងសមាំងសំឡេងម៉ូតូនេះខ្ញុំស្រឡាញ់មែនទែនពេលដែលយើងទៅតេស្តម៉ូតូដំបូងវាលាន់ចូលចិត្តមែនទែនសំឡេងវាពាក់ព័ន្ធជាមួយនឹងប្រាំងវាសុវត្ថិភាពមែនទែនគឺវាមានប្រាំង ABS មុខក្រោយពេលណាដែលយើងជិះរៀងលឿនឬក៏មានឧបសគ្គអីនៅខាងមុខគឺវាជួយសម្រួលយើងបានច្រើនមួយវិញទៀតសម្រាប់ម៉ូតូនេះគឺវាមិនធ្ងន់ពេកទេបើប្រៀបធៀបជាមួយនឹង model ផ្សេងរបស់ Royal Enfield តាមខ្ញុំចាំប្រហែលជា180គីឡូអញ្ចឹងសម្រាប់ម៉ូតូធំណាស់ទម្ងន់ប៉ុណ្នេះគឺល្មមឲ្យយើងប្រើកម្ពស់របស់វាគឺល្អមែនទែនសម្រាប់ប្រជាជនខ្មែរជាទូទៅគឺដូចជាមិនសូវខ្ពស់អញ្ចឹងនៅពេលដែលយើងប្រើម៉ូតូនេះគឺល្អងាយស្រួលក្នុងការគ្រប់គ្រងម៉ូតូនឹងមែនទែនបើនិយាយពីកម្រិតស៊ីសាំងម៉ូតូនេះតាមការស្រាវជ្រាវរបស់ខ្ញុំអនឡាញគេនិយាយថា35គីឡូក្នុង1លីត្រតែតាមការប្រើប្រាស់ជាក់ស្ដែងបើសិនជាខ្ញុំជិះនៅក្នុងក្រុងគឺអត់ដល់35គីឡូទេប្រហែលជា33គីឡូមែនតើទៅគឺវាអាស្រ័យទៅលើរបៀបនៃការជិះរបស់យើងដែរខ្ញុំក៏ធ្លាប់យកម៉ូតូនេះជិះទៅខេត្តដូចគ្នាពេលយើងជិះទៅខេត្តវារៀងស្រួលជាងនឹងប្រហែលជា38គីឡូទៅ40គីឡូទៅអស់1លីត្រសរុបឲ្យខ្លីមកបើយើង compare ពី average វាអាចចូលនឹងហើយល្បាក់35គីឡូនឹងឯងសម្រាប់ style ម៉ូតូនេះគឺមានលក្ខណៈ classic លាយនឹង modern តិចដែរអញ្ចឹងសម្រាប់ខ្លួនខ្ញុំផ្ទាល់មិនចាស់ពេកហើយក៏មិនក្មេងពេកដែរគឺល្មមនឹងជិះទៅបង្រៀនតែម្ដងសម្រាប់បទពិសោធន៍ក្នុងការជិះម៉ូតូនេះរយៈពេល1ឆ្នាំមិនអត់ទេគឺមានបញ្ហាមួយចំនួនដែរជាក់ស្ដែងដូចម៉ូតូខ្ញុំផ្ទាល់ពេលខ្លះវាមានបញ្ហារឿងប្រព័ន្ធភ្លើងតែដោយសារតែវានៅក្នុង warranty អញ្ចឹងយើងបានយកទៅខាងក្រុមហ៊ុនខាង service ដើម្បីឲ្យគាត់ត្រួតពិនិត្យមើលហើយគាត់ក៏បានជួសជុលនៅផ្នែកមួយចំនួនដោយ free អត់អស់លុយទេបាទហើយឥឡូវក៏ដំណើរការធម្មតាទៅប្រភេទម៉ូតូធំសម្រាប់ខ្ញុំគឺម៉ូតូនេះជាម៉ូតូទី1ឯងមុនពេលទិញខ្ញុំបាន research មួយចំនួនដែរជាច្រើនគេនិយាយថាម៉ូតូ Royal Enfield Hunter 350នេះគឺជាម៉ូតូដែលល្អសម្រាប់អ្នកដែលជិះម៉ូតូធំដំបូងហើយវាពិតជាដូចដែលខ្ញុំគិតមែនពិតជាល្អមែនតើទៅអត់ទាន់ស្គាល់ម៉ាក Royal Enfield ហ្នឹងខ្ញុំពិភាក្សាមួយមិត្តរួមការងារទៅគាត់ក៏បានណែនាំថាលីហួរសាកមកមើលម៉ូតូ Royal Enfield មើលម៉ូតូនេះល្អ brand ពីអង់គ្លេសមកខ្ញុំក៏ទៅមើលទៅក៏តាក់ភ្នែកស្រឡាញ់តែម្ដងហ្នឹងហើយបើនិយាយពីជិះតាមផ្លូវវិញពេលទិញដំបូងហ្មងគេមើលគ្រប់គ្នាកន្លែងទៅឃើញគេងាកមើលទុំប៉ុន្មានថ្ងៃមុនចូលឆ្នាំនេះជិះតាមផ្លូវក្មេងជិះចិត្តថាអូម៉ូតូ Royal Enfield លយចាំមើលមានលុយទិញជិះដែរជាចុងក្រោយសម្រាប់ខ្ញុំផ្ទាល់ម៉ូតូធំនេះខ្ញុំមានរឿងចំនួន3សម្រាប់ណែនាំទៅកាន់អ្នកប្រើប្រាស់ទូទៅទី1សម្រាប់ម៉ូតូ Royal Enfield Hunter នេះគឺងាយស្រួលនៅក្នុងការបត់បែនជាជម្រើសទី1ដែលយើងគួរតែជ្រើសរើសសម្រាប់អ្នកដែលអត់ធ្លាប់ប្រើម៉ូតូធំទី2វាជាប្រភេទ city bike យើងអាចប្រើប្រាស់ជាប្រចាំងាយស្រួលក្នុងការបត់បែនហើយនិងទី3គឺរូបរាងដ៏ classic ហើយនិង modern របស់វាគឺពិតជាទាក់ភ្នែកមែនទែនបាទសូមអរគុណ